ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើវីដេអូមួយទាក់ទងទៅនឹងការបង្រៀនអក្សរសម្រាប់ក្មេងៗកុមារអាយុចាប់ពី7ខែទៅ6ឆ្នាំការបង្រៀនអក្សរខ្មែរនេះគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់កុមារយើងដែលទើបនឹងចូលរៀនថ្នាក់បឋមឬក៏ថ្នាក់មត្តេយ្យថ្មីអញ្ចឹងកុំឲ្យខាតពេលយូរសូមបងប្អូនទាំងអស់យកចិត្តទុកដាក់តាមដានในការបង្រៀនរបស់លោកគ្រូទាំងអស់គ្នាអញ្ចឹងយើងចូលដល់មេរៀនទី1របស់អ្នកលោកគ្រូគឺបង្រៀនអំពីព្យញ្ជនៈទាំង33តួអញ្ចឹងបងប្អូនចាំថាតាមលោកគ្រូទាំងអស់គ្នាព្យញ្ជនៈទី1គឺអក្សរកព្យញ្ជនៈទី2គឺអក្សរខព្យញ្ជនៈទី3គឺអក្សរកទី4គឺអក្សរខទី5គឺអក្សរងទី6គឺអក្សរចទី7គឺអក្សរឆទី8គឺអក្សរចទី9គឺអក្សរឆទី10គឺអក្សរញឥឡូវយើងរាប់ចាប់ពី1ឡើងវិញទី1គឺអក្សរដទី2គឺអក្សរដគឺអក្សរថទី3គឺអក្សរដទី4គឺអក្សរថទី5គឺអក្សរណទី6គឺអក្សរតទី8គឺអក្សរថទី9គឺអក្សរតទី10គឺអក្សរថទី11គឺអក្សរណអញ្ចឹងយើងយករាប់សារថ្មីឡើងវិញទី1គឺអក្សរបទី2គឺអក្សរពទី3គឺអក្សរមទី4គឺអក្សរយទី5គឺអក្សររទី6គឺអក្សរលទី7គឺអក្សរវទី8គឺអក្សរសទី9គឺអក្សរឡទី10គឺអក្សរអសូមអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងព្យញ្ជនៈទាំង33តួនេះសូមបងប្អូនយកទៅទន្ទិញនិងរៀនសរសេរទាំងអស់គ្នាជួបគ្នាជាមួយលោកគ្រូនិងវីដេអូក្រោយទៀតសូមអរគុណ